បន្ទាប់ពីរដូវវស្សាបានកន្លងផុតទៅទឹកទន្លេបានស្រកបទល្មើសឆក់ត្រីត្រូវបានកើនឡើងជាលំដាប់បណ្ដាលឲ្យមានការព្រួយបារម្ភពីសំណាក់ថ្នាក់ដឹកនាំទើបមានវិធានការទប់ស្កាត់ការពារធនធានមច្ឆជាតិពីការឆក់ត្រីជាស្ដែងលោកសៅវ៉ាន់សេរីវុឌ្ឍនាយសង្កាត់រដ្ឋបាលជលផលស្ទឹងសែនបានសហការជាមួយនឹងផ្នែកសឹករងក្រុងស្ទឹងសែនចុះបង្ក្រាបជនល្មើសដែលបានលួចឆក់ត្រីនៅតំបន់អាងស្នែងក្របីស្ថិតនៅក្នុងភូមិសាស្ត្រភូមិសង្កាត់ស្រយើក្រុងស្ទឹងសែនខេត្តកំពង់ធំនិងបានក្របួនជនល្មើសបានចំនួន4នាក់និងវត្ថុតាងមានម៉ូតូសង់កូរ៉េ4គ្រឿងអាគុយ6គ្រឿងដងឆក់6គ្រឿងវ៉ាំងវិកទ័រឆក់ត្រីចំនួន3គ្រឿងកាលពីព្រឹកវេលាម៉ោង 10:30 នាទីថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 2014ជនសង្ស័យទាំង4នាក់ត្រូវបានគេស្គាល់ឈ្មោះថានួនជាភេទប្រុសអាយុ28ឆ្នាំទី2មានឈ្មោះថាឡាញ់លីនភេទប្រុសអាយុ28ឆ្នាំទី3មានឈ្មោះថាចុនរ៉ាភេទប្រុសអាយុ39ឆ្នាំនិងទី4មានឈ្មោះថាចាក់ឡេតភេទប្រុសអាយុ25ឆ្នាំអ្នកទាំង4នាក់រស់នៅក្នុងភូមិមនាវសង្កាត់ស្រយើក្រុងស្ទឹងសែនខេត្តកំពង់ធំត្រូវបានឃាត់ខ្លួននៅចំណុចអាងសស1ជនល្មើសទាំង4នាក់ត្រូវបានគេបញ្ជូនទៅកាន់ទីស្នាក់ការរដ្ឋបាលជលផលស្ទឹងសែនលោកប៉ែនវណ្ណរិទ្ធនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំបានថ្លែងអំណរគុណចំពោះកម្លាំងសឹករងក្រុងស្ទឹងសែនដែលបានសហការបង្ក្រាបនៅបទល្មើសរហូតបានទទួលជោគជ័យនិងសម្រេចបានជាច្រើនករណីក្នុងការចូលរួមការពារធនធានមច្ឆជាតិដោយឡែកកិច្ចការទប់ស្កាត់បទល្មើសឆក់និងប្រើប្រាស់ឧបករណ៍ខុសច្បាប់ខណ្ឌរដ្ឋបាលជលផលបានប្រើប្រាស់កម្លាំងសរុបទៅតាមផ្នែកនិងសង្កាត់រួមគ្នាដើម្បីចុះបង្ក្រាបដោយបទល្មើសដែលមានកម្លាំងសឹករងប្រចាំការជាមួយនឹងពិសេសចាប់តាំងពីថ្ងៃទី1ខែមករាឆ្នាំ2014មកនេះខណ្ឌរដ្ឋបាលជលផលបានចាប់បទល្មើសឆក់ចំនួន11ករណីគិតត្រឹមថ្ងៃទី5ខែកុម្ភៈឆ្នាំ2014នេះលោកប៉ែនវណ្ណរិទ្ធបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បញ្ឈប់ជាបន្ទាន់នៅបទល្មើសឆក់ត្រីនិងស្បៃមុងដែលជាហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតដោយសារតែករណីឆក់ខ្លួនឯងនិងសូមឲ្យបងប្អូនយល់ដែលសមត្ថកិច្ចទប់ស្កាត់ហាមមិនឲ្យឆក់ត្រីនេះគឺមិនមែនជាទ្រព្យសម្បត្តិរបស់ជលផលនោះទេវាជាសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នារដ្ឋាភិបាលបាននឹងសម្រេចលុបលោនេសាទចោលហើយប្រគល់ឲ្យបងប្អូនជាអ្នកថែរក្សាដូច្នេះវាជាធនធានរបស់បងប្អូនជាម្ចាស់ត្រូវតែថែរក្សាធនធានរបស់បងប្អូនឈប់ប្រើប្រាស់ស្បៃមុងឆក់ត្រីរួមទាំងឧបករណ៍ខុសច្បាប់ទាំងឡាយដើម្បីឲ្យមច្ឆជាតិមានឱកាសពងកូនព្រោះមច្ឆជាតិដែលរួចផុតពីការឆក់ត្រូវបង្អាក់រហូតដល់ទៅ3ឆ្នាំទើបពងម្ដងទៀតចំណែកនឹងរដ្ឋបាលជលផលនិងសមត្ថកិច្ចគ្រាន់តែជាអ្នកជួយការពារសម្រួលនៅបច្ចេកទេសឲ្យមានការនេសាទដោយស្របច្បាប់តែប៉ុណ្ណោះ